ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះគឺខ្ញុំមានមុំហូបថ្មីមួយទៀតបងប្អូនគឺសឡម្សៅជាងបងប្អូនទាំងអស់គ្នាប៉ុន្តែម្សៅនេះគឺខ្ញុំម្សៅជាមួយនឹងបន្លែធម្មជាតិបងប្អូនទាំងអស់គ្នាដោយសារតែចិត្តដល់ម៉ោងបងប្អូនគិម៉ោងចឹងហើយយើងមកដល់យើងបញ្ញាប់បញ្ញាល់ធ្វើបងប្អូនទាំងអស់គ្នាមក10ជាងហើយខ្ញុំដាំទឹកចោលបងប្អូនទាំងអស់គ្នាហើយយើងមកធ្វើការអង្កន់ត្រីបងប្អូនត្រីខ្ញុំធ្វើស្អាតហើយបងប្អូនទាំងអស់គ្នាខ្ញុំបានដាក់វីដេអូដែលខ្ញុំធ្វើដោយខ្ញុំដោយសារខ្ញុំបញ្ញាប់ពេកចឹងបងប្អូននេះយើងខំកន់វាមកត្រីតែឆ្ពិនស្រាយើងបងប្អូនទាំងគ្នាសិតតពងពេញពោះហើយចំពោះបន្លែរបស់យើងមានដូចជាននោងទីទួយលពៅផ្សិតច្បាយផ្សិតអីចឹងបងប្អូនទាំងគ្នាហើយនេះគឺត្រីបងប្អូនត្រីគឺ1គីឡូជាងខ្ញុំចែកជា2បងប្អូនទាំងគ្នាមួយទុកអាំងងាយយើងប្រឡាក់មួយទៀតយើងស្លនេះគឺជាម្សៅដែលយើងបានត្រាំទុកហ្នឹងបងប្អូនយើងសម្រាប់វាយកទៅកាកវាចេញមកចាក់ទឹកវាចោលហើយយើងដាក់បុកជាមួយនឹងខ្ជាយទឹកខ្ទឹមហើយនឹងគល់ស្លឹកគ្រៃបងប្អូនទាំងគ្នាយើងបុកវាហើយយើងទុកមួយថ្ងៃសិនយើងមើលទឹកយើងពុះយើងបង់ត្រីជុំផុកជុំអីបងប្អូនទាំងគ្នាតោះមកយើងចាក់បន្លែយើងចូលបន្លែយើងហ្នឹងគឺអាណាវាងាយឆ្អិនយើងដាក់វាមុនបងប្អូនទាំងគ្នាបន្ទាប់មកក្រោយគេនេះគឺផ្ទីបងប្អូនទាំងគ្នានេះទៅគឺលឿនងាយមកផ្លែទៅបងប្អូនបានហូបបងប្អូនទាំងគ្នាអានេះគឺវាពុះបងប្អូនទាំងគ្នាមើលទៅវាពុះយើងបិទគេបិទអីបងប្អូនទាំងគ្នាមើលតំណងមែនតើបងប្អូនហើយត្រីសិតតពងពេញបងប្អូនវិធីនេះគឺងាយបងប្អូនឆាប់បានហូបបងប្អូនទាំងគ្នាអាចសាកល្បងធ្វើបានអរគុណច្រើនជម្រាបលា